នៅសតវត្សទី17ជាពិសេសក្រោយពេលដែលព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទៅវិបត្តិដណ្ដើមរាជសម្បត្តិក្នុងរាជវង្សបានធ្វើឲ្យកម្ពុជាច្របូកច្របល់និងបែកបាក់គ្នាចុះខ្សោយរួមទាំងធ្លាក់ក្រោមឥទ្ធិពលបរទេសបាទសូមជម្រាបសួរដល់ប្រិយមិត្តដែលនិយមតាមដាននីតិប្រវត្តិសាស្ត្រនៅខាងដែរខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រមួយទៀតមកជម្រាបជូនដល់ពុកម៉ែបងប្អូនដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅនៅសតវត្សទី17ជាពិសេសក្រោយពេលដែលព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទៅវិបត្តិដណ្ដើមរាជសម្បត្តិក្នុងរាជវង្សបានធ្វើឲ្យកម្ពុជាច្របូកច្របល់និងបែកបាក់គ្នាចុះខ្សោយរួមទាំងធ្លាក់ក្រោមឥទ្ធិពលបរទេសឥទ្ធិពលអឺរ៉ុបតាំងពីមុនបែកបាក់លង្វែកមកម្លេះព្រះបាទបរមរាជាបានចុះហត្ថលេខាលើលិខិតនិងសន្ធិសញ្ញាជាច្រើនដើម្បីសុំជំនួយយោធាពីអឺរ៉ុបប៉ុន្តែពួកគេគ្រាន់តែធ្វើជំនួញឬផ្សព្វផ្សាយសាសនាប៉ុណ្ណោះលុះយូរៗទៅពួកគេនឹកស្មានថាអាចធ្វើអ្វីៗក៏បានពួកគេក៏បង្កចំនួននៅគ្រប់ទីកន្លែងបន្ទាប់ពីមានចំនួនធំមួយដែលធ្វើឲ្យពួកគេស្លាប់អស់មួយចំនួនខ្មែរក៏ដេញពួកគេឲ្យចេញទៅវិញដូចនេះឥទ្ធិពលរបស់ពួកអេស្ប៉ាញនិងប៉ូទុយហ្គាល់សឹងតែត្រូវបញ្ចប់នៅកម្ពុជាក្នុងឆ្នាំ1599ប៉ុន្តែក្រោយមកមានជនជាតិអឺរ៉ុបផ្សេងៗដូចជាពួកហូឡង់ជាដើមជាបព្វជិតនិងជាឈ្មួញបានមកដល់ទៀតជាហូហែក្រោយការបែកបន្ទាយលង្វែកភ្លាមគឺក្នុងរាជ្យព្រះបាទរាមាជើងព្រៃពួកអ្នកផ្សងព្រេងប៉ូទុយហ្គាល់និងជនជាតិអេស្ប៉ាញបានត្រឡប់មកកម្ពុជាវិញពួកគេបានទាំងចូលរួមក្នុងព្រឹត្តិការណ៍ខ្លះៗទៀតផងរាជាណាចក្រខ្មែរដែលបែកបាក់ដោយចម្បាំងច្រើនលើកជាមួយសៀមនោះគឺត្រូវការទ័ពខ្លាំងពូកែរបស់ពួកអឺរ៉ុបព្រមទាំងបច្ចេកទេសនិងទាហានរបស់ពួកគេថែមទៀតផងបាទអរគុណដល់ប្រិយមិត្តដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត